biệt biênអ្នកដទៃដូចបៀតបៀនខ្លួនឯងបាទ អញ្ចឹងការបៀតបៀនយើងដឹងហើយគឺមិនមែនជាការផ្ដល់សេចក្តីសុខឲ្យអ្នកដទៃទេគឺសំដៅដល់ការធ្វើឲ្យអ្នកដទៃហ្នឹងដល់នៅសេចក្តីវិនាសធ្វើឲ្យអ្នកដទៃហ្នឹងដល់នៅសេចក្តីទុក្ខធ្វើឲ្យអ្នកដទៃលំបាកនឹងហៅថាបៀតបៀនហើយបៀតបៀននេះទៀតសោតវាអាចប្រព្រឹត្តទៅបានពីរទ្វាគឺតាមទ្វាកាយហើយនិងទ្វាវាចាបាទតាមទ្វាកាយគឺការវាយដំច្រំធាក់ឬរហូតដល់ការសម្លាប់អីចឹងនឹងហៅថាបៀតបៀនរាងកាយរំលោភបំពានអីចឹងទៅណាហ្នឹងហើយបៀតបៀនតាមវាចាគឺពាក្យប្រមាថពាក្យចំអន់ពាក្យតេះដៀលដោយធ្វើឲ្យគេនឹងលំបាកណាឬក៏ហែកគេអ្នកដតីនឹងធ្វើឲ្យអ្នកដតីនឹងរកផ្លូវរស់មិនបានអញ្ចឹងណាហ្នឹងហើយហ្នឹងឯងគឺជាការបៀតបៀនតាមផ្លូវវាចាហ្នឹងហើយហេតុអីបានជាការបៀតបៀនអ្នកដតីក៏ដូចជាការបៀតបៀនខ្លួនឯងដែរពីព្រោះការបៀតបៀនដែលកើតឡើងតាមពីរទ្វានេះទ្វាកាយហើយនិងទ្វាវាចានេះវាចេញពីចិត្តមិនល្អណាវាចេញពីចិត្តមិនល្អចេញពីចិត្តព្យាបាទចេញពីអកុសលចិត្តចេញពីចិត្តដែលមានសេចក្តីទុក្ខអញ្ចឹងមនុស្សដែលអាចបៀតបៀនគេបានមិនមែនមនុស្សមានសេចក្តីសុខទេហ្នឹងហើយធាតុពិតជាមនុស្សមានសេចក្តីទុក្ខទើបអាចបៀតបៀនគេបានបើសិនបើបុគ្គលនោះមានសេចក្តីសុខផ្លូវចិត្តបៀតបៀនគេអត់កើតទេបងប្អូនក៏ប៉ុន្តែមនុស្សយើងច្រើនតែយល់ច្រឡំបានឈ្នះគេបានធ្វើឲ្យគេនឹងវាបានសេចក្តីទុក្ខបានធ្វើឲ្យគេនឹងបាក់មុខបានធ្វើឲ្យគេនឹងវាអន្តរាយទាំងទ្រព្យសម្បត្តិអន្តរាយគេឈ្មោះអីចឹងទៅវាទៅជាសប្បាយខ្លួនឯងហ្នឹងវាទៅជាសប្បាយហ្នឹងហើយសពថ្ងៃហ្នឹងច្រើនណាស់តាមរាងកាយហ្នឹងក៏វាដូចជាតិចជាងតែបើតាមពាក្យសម្ដីហ្នឹងខ្ញុំគិតថាច្រើនជាងតាមសម័យនិយមប្រព័ន្ធ social media ហ្នឹងណាគឺបើបានរឿងអ្នកដតីហ្នឹងគឺថាសបាយក្នុងការហែកហួរក្នុងការប្រឡាត់ក្នុងការថែមលបោយធ្វើយ៉ាងណាឲ្យអ្នកដតីហ្នឹងងើបមុខមិនរួចវាមិនមែនជាការកែប្រែអីទេតែគ្រាន់តែថាសបាយក្នុងការហែកចឹងទៅបាទការកែប្រែមនុស្សវាមានវិធីសាស្ត្រផ្សេងឧទាហរណ៍ថាយើងឃើញកូនធ្វើខុសអីចឹងយើងចង់កែកូនអីចឹងយើងមិនមែនទៅប្រកាសតាមទីសាធារណៈអីទេវាក៏ជាយើងទៅរកកូនឲ្យឃើញប្រកាសជាយើងទៅនិយាយដោយផ្ទាល់ហៅកូនមកដល់ផ្ទះបាននិយាយអីចឹងទៅអានឹងនិយាយដែរប៉ុន្តែនិយាយក្នុងវិធីកែប្រែដោយព្រហ្មវិហារប៉ុន្តែការបរិហារគ្នាតាមប្រព័ន្ធពីចម្ងាយហ្នឹងខ្ញុំមើលមិនឃើញថាកំពុងតែចូលទៅកែប្រែទេមើលមិនសូវឃើញនិយាយបដាសោយបដាឃើញគេនឹងវាមានចំណុចខ្សោយត្នេះត្នោះអីចឹងទៅវាចេញពីចិត្តដែលមិនល្អនឹងឯងហ្នឹងហើយចុះបើបុគ្គលមានសេចក្តីសុខអំពើចេញតាមផ្លូវកាយផ្លូវវាចាហ្នឹងជាអំពើអីបើចិត្តស្ងប់បើចិត្តល្អជាចិត្តកុសល
ចេញជាស្អីតាមផ្លូវកាយផ្លូវវាចាហ្នឹងប្រកាសជាចេញពាក្យពេចន៍ល្អបើតាមផ្លូវកាយក៏កើតការសង្គ្រោះការជួយគ្នាជួយទុក្ខធុរៈគ្នាវាចេញពីចិត្តល្អចេញអញ្ចឹងហ្នឹងហើយចេញអញ្ចឹងបាទរឿងតែមួយឧទាហរណ៍ថាយើងធ្វើអីខុសមួយធ្វើអីខុសមួយបុគ្គលកធ្វើអីខុសមួយពេលសង្គមគេដឹងប្រកាសជាមានអ្នកតេះឌីលហើយប្រកាសជាមានអ្នកលើកទឹកចិត្តឧទាហរណ៍ថាអឺកំហុសដែលគាត់ធ្វើឧទាហរណ៍ថាឥឡូវថាគាត់ធ្វើខុសប្រពៃណីចោះហ្នឹងហើយជានារីរត់តាមបរោះចោះក្រោយមកបរោះហ្នឹងក៏ដោះដៃចោលទៅកើតទុកទៅហើយដាក់រឿងមួយហ្នឹងទៅក្នុងសង្គមប្រកាសជាមានអ្នកតេះឌីលហើយអើសំមុខហើយស្រីអញ្ចឹងវាមានអញ្ចឹងណាទៅធៀបទៅគ្នាកំពុងមិនគ្នាកំពុងកើតទុកមែនទេគ្នាកំពុងតែកើតទុកណាមួយរត់ចេញពីផ្ទះមកឧទាហរណ៍ថាម៉ែឪហ្នឹងមិនដឹងថាយកទុកយកទោសយ៉ាងម៉េចបើមិនស្ដាប់ឪពុកម្ដាយហើយរត់ចេញពីផ្ទះអាហ្នឹងមួយទុកពិបាកមួយញាតិមិត្តបងប្អូនមិនដឹងថាគេនៅរាប់រស់អត់ទី2ត្រូវប្រុសស្នេហ៍ហ្នឹងវាបោះបង់ចោលទៅទៀតព្រៃបើតែអង្កលចេញមកចេញតែការភ្លើតភ្លើនក៏ពិតមែនក៏ប៉ុន្តែឥឡូវហ្នឹងវាកំពុងតែមានទុកកំពុងតែពិបាកចិត្តហើយដាក់រឿងហ្នឹងទៅក្នុងសង្គមមិនមែនអ្នកថាសំមុខហើយស្រីអញញ៉ៃអីចឹងទៅប៉ុន្តែនៅក្នុងហ្នឹងក៏មានមិត្តជិតស្និទ្ធក៏មានមនុស្សដែលធ្វើការជាមួយគ្នាស្គាល់ចិត្តស្គាល់ថ្លើមគ្នាគេហៅថាជាអ្នកលើកទឹកចិត្តក៏អាចមានពាក្យផ្សេងខុសពីការតេះដៀលទាំងក្មួយហើយធម្មតាមនុស្សយើងមិនដែលថាពីណាមិនដែលខុសទេប៉ុន្តែសំខាន់ឲ្យតែក្មួយដឹងខ្លួនហ្នឹងហើយពីថ្ងៃហ្នឹងទៅរាប់អានតាក់ទងអីត្រូវប្រយ័ត្នប្រយែងមនុស្សមើលមិនឃើញហ្នឹងហើយធ្លាក់ខ្លួនអីចឹងទោះជាយ៉ាងណាពុកម្ដាយយើងនៅតែកូនអញ្ចឹងទោះបីគាត់ខឹងអីក៏ដោយក៏ក្មួយទៅសុំទោសគាត់ទៅណាអាចមានពាក្យអញ្ចឹងអាចមានមនុស្សអញ្ចឹងដែរហើយបើអ្នកណាមិនត្រូវការជួយពីខ្ញុំអីប្រាប់មកកុំគិតអីផ្ដេសផ្ដាស់ណាគាត់គិតដល់អាយុជីវិតទៅទៀតណាឃើញសម្ពាធសង្គមកំពុងតែថាឲ្យគាត់អីចឹងគាត់គិតនឹកឃើញហ្នឹងទៅនោះគេថាទៅនេះគេថាគិតខ្លីសម្រាប់ខ្លួនអីតាចឹងមកគាត់ថាមានទុកមានលំបាកអីកុំភ្លេចប្រាប់អ៊ំណាកុំតន់គិតខ្លីយើងសួរថាតើហេតុអីបានជារឿងមួយហ្នឹងវាមានអ្នកបន្តបង្អាប់អ្នកចន់បលិចហើយមិនក៏មានអ្នកគ្រប់គ្រងមានអ្នក support មានអ្នកលើកទឹកចិត្តតើរឿងនោះវាពិតជាអាក្រក់មែនឬទេបើសិនជារឿងនឹងពិតជាអាក្រក់ 100% ជារឿងដែលអាក្រក់ផុតលេខ 100% ប្រកាសជាមិនមានអ្នកណានៅលើកទឹកចិត្តទេតែរឿងហ្នឹងវាមិនមែនជារឿងអាក្រក់សង្រៃសម្រាប់សង្គមឯណាមានពេលខ្លះវាគ្រាន់តែជាការសម្រេចចិត្តខុសរបស់គាត់នឹងមានបានបៀតបៀនណាគេអត់មានទៅឆោបបោកលុយនរណាមរៀលទេវាគ្រាន់តែខុសចិត្តរបស់មហាជនក្នុងសង្គមប៉ុណ្ណឹងទេតែបើយើងគិតតែពីរឿងប៉ុណ្ណឹងឧទាហរណ៍ថាគាត់លុបចេញពីផ្ទះតាមប្រុសស្នេហ៍អីចឹងទៅហើយត្រូវគេបោះបង់ចោលអីតែប៉ុណ្ណឹងនិយាយពីទៅបោកគេក៏មិនដែលបោកអស់មរៀលអញ្ចឹងវាគ្រាន់តែខុសគេហៅថាខុសចិត្តមហាជនតែប៉ុណ្្នឹងឯងប៉ុន្តែក្នុងនោះមានអ្នកលើកទឹកចិត្តដែរ
ចឹងរឿងតែមួយហ្នឹងហេតុអីបានការគិតវាខុសគ្នាថាសម្រាប់អ្នកដែលគ្មានមេត្តាជន់គ្នាហើយជន់លេចតែហ្មងជន់យកតែហ្មងតែបើមានករុណាក្នុងហ្នឹងនឹកឃើញថាគ្នាដែលវាដើរមកដល់ចំណុចហ្នឹងព្រោះតែធាតល្ងងកាលនោះវាល្ងងមិនដឹងអីលើហ្នឹងគ្នាវាធ្លាក់ខ្លួនដល់កម្រិតហ្នឹងហើយវាជន់បលិចគ្នាទៀតគ្នាមិនដឹងទៅណាឃើញទេហ្នឹងចិត្តបនកើតឡើងវាចិត្តអញ្ចឹងឃើញទេចិត្តវាកើតឡើងអញ្ចឹងមនុស្សដែលអាចនិយាយពាក្យថាកំព្រួយហើយប្រយ៉ែប្រយល់បើកផ្លូវអីចេះចោះមនុស្សនឹងសម្បូរដោយសេចក្តីសុខក្នុងចិត្តនឹងសម្បូរដោយសេចក្តីសុខដែលអាចទៅជាមនុស្សអញ្ចឹងកើតហ្នឹងហើយតែបើចេញទៅភាពក្តៅក្រហាយភាពតានតឹងជាអៀតចអល់មកពីអីមកពីវាខ្វះសេចក្តីសុខអញ្ចឹងហើយចិត្តរបស់មនុស្សដែលបៀតបៀនអ្នកដទៃហ្នឹងវាមានសេចក្តីទុក្ខនៅពីខាងក្នុងប្រៀបធៀបដូចជាផ្កាពីរប្រភេទដាច់ពីគ្នាទី1គឺផ្កាវល្លិផោមផ្កាវល្លិផោមឬក៏ផ្កាអាចឆ្ពឹះកាលណាវាជះក្លិនទៅវាជះតែក្លិនស្អុយឥឡូវមិនបើវាចេញតែក្លិនស្អុយអញ្ចឹងថាមកពីក្លិនស្អុយវានៅពីក្នុងផ្កាហ្នឹងណាហើយចុះផ្កាកុលាបសំទោសផ្កាម្លិះមិនមែនចេះតែភេក្លិនក្រអូបចេញអញ្ចឹងថាមកពីវាផលិតក្លិនក្រអូបនៅក្នុងផ្កាហ្នឹងឯងឃើញទេនឹងចឹងបានជាព្រះបរមគ្រូព្រះអង្គសម្ដែងថាបើបុគ្គលចង់បានសេចក្តីសុខហ្នឹងកុំបៀតបៀនអ្នកដទៃចាប្រាថ្នាណាប្រាថ្នាតែឲ្យខ្លួនឯងបានសុខមិនភ្លេចប្រាថ្នាឲ្យអ្នកដទៃបានសុខក្នុងគាថាមួយព្រះអង្គថាសុខសទាតាមេធាវីសុខੰសោអធិកេចតិអ្នកមានប្រាជ្ញារមែងឲ្យសេចក្តីសុខដល់អ្នកឯទៀតហើយរមែងបាននៅសេចក្តីសុខនោះមកខ្លួនវិញអញ្ចឹងហ្នឹងហើយចឹងកម្ពូលមនុស្សទាំងឡាយកម្ពូលសត្វបរោះទាំងឡាយគេមិននិយាយពីមនុស្សដែលបៀតបៀនគេឲ្យคล้ายជាសត្វបរោះទេអត់ទេគេនិយាយតែមនុស្សដែលសង្គ្រោះអ្នកដទៃគេនិយាយតែមនុស្សដែលប្រោសអ្នកដទៃដែលគេលើកថាជាសត្វបរោះដែលគេលើកថាជាវីរៈបរោះនោះដោយព្រះបរមគ្រូជាម្ចាស់របស់យើងដែលយើងថ្វាយបង្គំគោរពទាំងកាយទាំងវាចាទាំងចិត្តរហូតមកដល់បច្ចុប្បន្ននេះគឺព្រោះតែព្រះអង្គប្រោសមនុស្សប្រោសសត្វលោកទេមិនមែនព្រះអង្គទៅវ័យទម្លាក់សត្វលោកទៅនរកល្មិចបានយើងគោរពទេអត់ទេអត់មានការគោរពព្រះអង្គនឹងព្រោះតែព្រះអង្គបៀតបៀនសត្វលោកព្រោះព្រះអង្គនឹងធ្វើឲ្យសត្វលោកពិបាកអត់ទេឃើញទេហ្នឹងហើយព្រោះតែព្រះអង្គរំពឹងមើលតែសត្វដែលមានឧបនិស្ស័យសប្បុរសអញ្ចឹងរំពឹងមើលតែអ្នកមានឧបនិស្ស័យនឹងទៅប្រោសអត់មានរំពឹងមើលអាណាស្អប់អញរំពឹងមើលអាណានិយាយដើមអញអត់ទេណាការងារប្រពុតអត់អញ្ចឹងទេអញ្ចឹងទេការងារសប្បុរសនឹងមិនអញ្ចឹងទេបើរស់
អ្នកឯណាមិនបានរឿងយើងលើកឧទាហរណ៍ត្រឹមតែពេទ្យចិត្តធម៌មួយចុះគាត់ទៅមើលតែអ្នកជំងឺណាដែលត្រូវការគាត់ក៏អត់ទៅមើលនរណាដែលមិនមករកគាត់ទេនរណានិយាយដើមគាត់ថាពេទ្យហ្នឹងមិនកើតទេអាហ្នឹងគាត់ក៏មិនទៅទៅវាអីដែរមួយថ្ងៃគាត់រវល់ព្យាបាលជំងឺមិនអស់ផងណាអញ្ចឹងក៏អត់មានរវល់អីទៅជាមួយនរណាដែលថាអូពេទ្យនេះអញ្ចេះពេទ្យនោះអញ្ចឹងក៏អត់រវល់រឿងហ្នឹងគាត់ធ្វើតែការងារគាត់ឲ្យតែល្អអ្នកជំងឺមករកគាត់ក៏ត្រូវតែជួយមនុស្សអញ្ចឹងណាអញ្ចឹងពេទ្យដែលពូកែពេទ្យដែលល្អហ្នឹងមិនមែនពេទ្យសម្រាប់មនុស្សទេគឺពេទ្យជួយមនុស្សចេះតាហ្នឹងហើយហើយព្រះបរមគ្រូរបស់យើងហ្នឹងអញ្ចឹងហើយមិនបានយើងចេះលើកព្រះអង្គមកហើយខ្ញុំចេះតែលើកអញ្ចឹងថាយើងគួរតែយកគំរូយកព្រះអង្គជាគំរូយើងមិនដូចព្រះអង្គទេប៉ុន្តែយើងយកព្រះអង្គជាគំរូបានខ្លះយើងមិនបានទាំងអស់ទេប៉ុន្តែឲ្យបានខ្លះដូចជាយើងមានអ្វីចង់ចែកទៅក្នុងសង្គមហ្នឹងគឺយើងត្រូវផ្ដល់ឲ្យនរណាដែលត្រូវការរបស់ដែលយើងផ្ដល់ឲ្យហ្នឹងគេហៅថាឥឡូវយើងមានជំនួយតិចតួចយកទៅជួយអ្នកក្រអញ្ចឹងអ្នកក្រឬក៏ទៅជួយកុមារកំព្រាអីចឹងណាឧទាហរណ៍យើងជួយទៅយកទៅជួយកុមារកំព្រាបន្តិចតួចទេมันជាច្រើនទេប៉ុន្តែមានអ្នកមិនសប្បាយចិត្តមានអ្នកមិនសប្បាយចិត្តហើយទៅធ្វើអីអញ្ចឹងតិចតួចធ្វើឯងចូលអីដែលឲ្យអញ្ចឹងហើយគាត់ថាក៏គាត់មិនជាត្រូវការអីដែរមែនគាត់អ្នកថាគាត់មានត្រូវការអីគាត់មិនសរសើររឿងហ្នឹងដែរប៉ុន្តែឧទាហរណ៍កុមារកំព្រាគ្នាត្រូវការគ្នាអត់ឪពុកម្ដាយគ្នាអត់ទីពឹងបន្តិចតួចក៏ដោយមិនច្រើនក៏ដោយប៉ុន្តែឃើញយើងទៅហ្នឹងគ្នាមានភាពកក់ក្ដៅប៉ុន្តែពេលយើងទៅចាប់អារម្មណ៍ពាក្យណាគេបចើឬក៏ប្រអាប់អីចេះទៅខានធ្វើទៅខកខានការងារដែលជាសប្បុរសធម៌ហ្នឹងទៅឃើញទេហ្នឹងហើយលើកឧទាហរណ៍ណាឆ្ងាយឧទាហរណ៍ដូចខ្ញុំអញ្ចឹងបើខ្ញុំរវល់ជាមួយទាំងអ្នកប្រអាប់ខ្ញុំហ្នឹងខ្ញុំលែងបាននិយាយឲ្យបងប្អូនស្ដាប់ហើយខ្វះអីខមមិនដែលថាល្មមឈប់ទេសហើយល្មមឈប់និយាយហើយល្មមឈប់ទេសនាទៅខ្វះអីខមមិនចឹងមកកណោប៉ុន្តែខ្ញុំអត់ដាក់ចិត្តទៅលើរឿងចឹងខ្ញុំរាល់ការនិយាយហ្នឹងខ្ញុំដាក់ចិត្តទៅនរណាដែលចង់ស្ដាប់អញ្ចឹងខ្ញុំដាក់ចិត្តទៅនរណាដែលចង់ស្ដាប់ដែលខ្ញុំចេះតែមានកម្លាំងនិយាយហ្នឹងបើខ្ញុំដាក់ចិត្តទៅអ្នកប្រអាប់ខ្ញុំអត់មានកម្លាំងនិយាយទេបងប្អូនខ្ញុំអត់មានទេព្រោះនិយាយនេះមានស៊ីប្រាក់ខែពីបងប្អូនណាមានស៊ីប្រាក់ខែពីអ្នកថាឲ្យហ្នឹងណាអត់ប៉ុណ្ណាពីណាក៏ខ្ញុំអត់ស៊ីប្រាក់ខែដែរតែវាជាបុណ្យកុសលដែលខ្ញុំស្រឡាញ់ហើយខ្ញុំចង់ចែកទៅនរណាដែលខ្ញុំចង់និយាយទៅកាន់ហើយលទ្ធផលដែលខ្ញុំបោកខ្ញុំអត់បោកអ្នកស្អប់ខ្ញុំទេខ្ញុំបោកអ្នកយល់ធម៌ខ្ញុំទៅណាមកណាខ្ញុំជួបអ្នកដែលគាត់ស្ដាប់ធម៌ជួបតែគាត់មានវិបត្តិផ្លូវចិត្តដែលគាត់សារភាពថាគាត់អាចមានចិត្តរឹងមាំនោះឯងជាអារម្មណ៍របស់ខ្ញុំជាមនុស្សដែលខ្ញុំទៅរកតែចឹងដែរដូចខ្ញុំទៅខ្មែរនេះចឹងដែរខ្ញុំទៅរកតែនរណាស្ដាប់ខ្ញុំទេខ្ញុំអត់មានទៅរកនរណាអត់ស្ដាប់ខ្ញុំទេជួបមិនអស់ទៀតច្រើនកន្លែងឥឡូវសំណូមពរច្រើនកន្លែងឃើញទេដល់យើងផ្ដោតត្រូវកន្លែងអញ្ចឹងសួរថាយើងអស់ទឹកចិត្តក្នុងការនិយាយទេមិនអស់ទេតែមកពីយើងដាក់ចិត្តខុសយើងទៅឲ្យតម្លៃអ្នកខ្ទាស់យើង
យើងទៅឲ្យតម្លៃអ្នកដែលមកហាមយើងអានឹងមានន័យថាយើងឲ្យតម្លៃសត្រូវយើងនឹងខ្លាំងពេកហើយពួកគេមកហាម5យើងឬក៏មកបង្អាប់យើងគេតាំងខ្លួនគេដូចសត្រូវរបស់យើងអញ្ចឹងទោះបីយើងមិនទុកគេជាសត្រូវក៏ដោយប៉ុន្តែគេមកពាក្យអាក្រក់ជេរប្រមាថមកហ្នឹងគឺគេបានតាំងខ្លួនគេជាសត្រូវរបស់យើងបាត់ទៅហើយបើសិនជាយើងទៅផ្អាកការងារយើងព្រោះតែពាក្យរបស់គេនោះមែនមានន័យថាយើងឲ្យតម្លៃគេពេកហើយតែយើងបានជាភ្លេចឲ្យតម្លៃអ្នកដែលចាំទទួលពីយើងឧទាហរណ៍ឥឡូវមើល comment គេចឹងឥឡូវយើង live ម្ដងអញ្ចឹង comment អ្នកស្ដាប់ថាមិនបាច់ច្រើនពេកថា 70% ចុះអ្នកដែលចូលមកស្ដាប់ហ្នឹងជ្រះថ្លាចង់ស្ដាប់ហើយទទួលយកនៅធម្មទានហ្នឹងហើយអ្នកជេរប្រមាថយើងថា20អ្នកចុះ30អ្នកចុះបើនិយាយពីបោះឆ្នោតក៏អ្នកគាំទ្រច្រើនដែរច្រើនជាងដែរហើយស្រាប់តែយើងមិនអោយតម្លៃអ្នកដែលខំ support យើងអ្នកដែលខំស្ដាប់អ្នកដែលខំគាំទ្រយើងទៅឈប់ព្រោះតែមនុស្សមកនិយាយប្រអាប់មានន័យថាយើងមិនទី1យើងឲ្យតម្លៃអ្នកដែលប្រឆាំងយើងទី2យើងមិនអោយតម្លៃអ្នកគាំទ្រយើងអញ្ចឹងមិននឹងកន្លឹះបងប្អូនធ្វើអីក៏ដោយឲ្យតែមានកន្លឹះនៃការគិតត្រូវបងប្អូនមិនបាក់ទឹកចិត្តទេប៉ុន្តែបើយើងរកកន្លឹះនៃការគិតមិនបានត្រូវទេណាអស់កម្លាំងចិត្តភ្លាមធ្វើអីក៏ដោយអស់កម្លាំងចិត្តភ្លាមហ្នឹងហើយពីព្រោះយើងកើតមកនៅក្នុងโลกនេះវាមិនមានអ្នកណាស្អប់គ្រប់គ្នាហើយក៏មិនមានអ្នកណាស្រឡាញ់គ្រប់គ្នាដែរប៉ុន្តែអង់គ្លេសថា be positive ត្រូវមានគំនិតវិជ្ជមានអញ្ចឹងណាហ្នឹងហើយរបស់ដែលយើងចាំបាច់យកមកធ្វើការឧទាហរណ៍ដូចជាឈើកណិតកណាត់អីចឹងយើងយកមកធ្វើជាចន្ទុលក្រែយើងធ្វើជារបស់ប្រើប្រាស់ទោះបីតែដើមឈើធំហ្នឹងក៏ដោយយើងមិនអាចយកទាំងអស់យកមកធ្វើប្រដាប់ប្រើយើងចាំងកន្លែងណាដែលវាស្អុយចេញទៅពុកហ្នឹងយើងចាំងចេញទៅដើមពិលបារាំងដែលមានក្លឹមក្នុងក្រាស់ហ្នឹងក៏វាមានក្លឹមចឹងទាំងអស់ទៅវាមានស្រាយមានសបកហ្នឹងហើយអញ្ចឹងយើងបកកន្លែងសបកហ្នឹងចេញទៅយើងឲ្យមានតែក្លឹមសុទ្ធក៏វាអត់បានដែរហ្នឹងអញ្ចឹងបាទហើយខ្ញុំលើកប្រធានបទនេះព្រោះនឹកឃើញរឿងមួយរឿងព្រះមហាម៉ូគលានណាដែលត្រូវចោលសម្លាប់បងប្អូនខ្ញុំគិតថាបងប្អូនខ្លះបានស្ដាប់ពីដើមដល់ចប់បងប្អូនខ្លះក៏បានទៅលើមកកណាត់ឥឡូវខ្ញុំនិយាយល្មមមធ្យមមិនពឹសស្ដារពេកមិនសង្ខេបពេកដើម្បីឲ្យយល់ដំណើររឿងរ៉ាវហើយឆ្លុះបញ្ចាំងពីកម្មផលរឿងរ៉ាវក៏ដោយក៏ប៉ុន្តែយើងកុំឃ្លាតពីកម្មផលការនិទានប្រវត្តិរឿងរ៉ាវមិនចាំបាច់ពុទ្ធក៏គេអាចនិទានរឿងរ៉ាវបានដែរអញ្ចឹងណាប៉ុន្តែអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមានលក្ខណៈពិសេសជាងសត្វលោកទូទៅនោះគឺត្រង់ដែលព្រះអង្គឆ្លុះបញ្ចាំងខ្សែជីវិតរបស់សត្វលោកដែលប្រព្រឹត្តទៅតាមកម្មហ្នឹងហើយព្រះមហាម៉ូគលានបងប្អូនដឹងហើយថាជាអគ្គសាវកឆ្វេងរបស់ព្រះបរមគ្រូនៃយើងមានជំនាញខ្លាំងពូកែខាងរិទ្ធដែលព្រះអង្គសរសើរថាឥទ្ធិមន្តានังយតិទាំងមហាម៉ូគលាណូបណ្ដាភិក្ខុជាសាវករបស់តថាគតនឹង
កម្ពូលលើភិក្ខុទាំងឡាយផ្នែករិទ្ធហ្នឹងគឺស្រេចលើโมគលានអាហ្នឹងក្នុងនាមសាវកទេណាប៉ុន្តែបើក្នុងរឿងរិទ្ធហ្នឹងព្រះអង្គមិនមានសាវកណាដូចទេសូម្បីតែព្រះមហាโมគលានក៏ដោយប៉ុន្តែក្នុងចំណោមសាវកហ្នឹងគឺព្រះមហាโมគលានហ្នឹងប្រសើរជាងគេរហ័សជាងគេខ្លាំងជាងគេហើយដល់ទៅជីវិតចុងក្រោយរបស់លោកហ្នឹងក៏ពិបាកជាងគេដែរពិបាកហ្នឹងមិនមែនពិបាកក្នុងនាមជាសាវកទេតែលំបាកព្រោះកម្មចាស់របស់លោកទេហ្នឹងហើយកម្មចាស់របស់លោកហ្នឹងគឺពីអតីតហ្នឹងធ្លាប់សម្លាប់មេដាបៃតាចម្រៀងនិស័យស្នេហ៍โมគលានហ្នឹងដោយលោកតាស៊ីនស៊ីសមុទ្រគាត់ច្រៀងណាជនណាសម្លាប់មេដាបៃតាណាទទួលទោសសារដែលមានឈ្មោះថាអនន្តរយកម្មអញ្ចឹងខ្ញុំនិយាយរឿងមុនដំងទៅរឿងពីដើមឡើយហ្នឹងលោកសម្លាប់ម៉ែឪបកើតណាពេលគាត់មានប្រពន្ធមកប្រពន្ធហ្នឹងក្រន្តការហើយមិនបានយូរប្រហែលក៏មានគំនិតកំចាត់ម្ដាយឪពុកក្មេកហ្នឹងចោលធ្វើល្បិចផ្សេងដូចជាបបរឬក៏បាយទឹកនំចំណីអីហ្នឹងគឺនាងនឹងឯងអ្នកបង្រាយអ្នកទាត់អ្នកធ្វើឲ្យវាប្រឡាក់បតិបតៈពេញហ្នឹងហើយដល់ប្តីមកពីធ្វើការវិញមកសួរទៅមិនមកញ៉ៃញ៉ៃម៉េះអញ្ចឹងមកនិយាយតាខ្វាក់ភ្នែកកញ្ចាស់ពីរអ្នកហ្នឹងធ្វើតែអញ្ចឹងខ្ញុំទ្រាំបានទេឲ្យតែអញ្ចឹងតទៀតខ្ញុំមិននៅមួយបងឯងទេធ្វើញឹកញឹកញយញយញឹកញឹកញយញយប្តីហ្នឹងក៏ជឿថាពុកម្ដាយហ្នឹងធ្វើឲ្យការរស់នៅហ្នឹងវាមិនមានសុភមង្គលហើយដើម្បីរស់នៅជាសុខជាមួយប្រពន្ធហ្នឹងវាទៅlàធ្វើតាមពាក្យប្រពន្ធហ្នឹងលើកទឹកចិត្តឲ្យសម្លាប់ចឹងទៅក៏កុហកពុកម្ដាយថាទៅលេងសាច់ញាតិទៅតាមប្រទេសទៅដល់ព្រៃស្ងាត់ហ្នឹងក៏ប្រាប់ឪពុកម្ដាយថាសូមលោកពុកកាន់ខ្សែគោបរទេសហ្នឹងវាមានខ្សែកាន់ទីនេះមានចោលខ្ញុំចុះមើលគីឡូមានចោលមានអីប្រកបខ្លួនអីចឹងណារួចទៅក៏ខ្លួនឯងហ្នឹងស្រែកធ្វើសំឡេងសន្ធាប់មកថាជាចោលប្លន់អីចឹងទៅហើយពុកម្ដាយណូស្រែកកូនរត់ទៅកុំគិតម៉ែអីកុំគិតឪអីណាខ្លោចចិត្តណាទឹកចិត្តឪពុកម្ដាយហ្នឹងហើយស្មានតែចោលមកវាយមែនហើយក៏ស្រែកឲ្យកូននឹងរត់ទៅនេះវាយមែនតើវាយដល់ស្លាប់បោះចោលក្នុងព្រៃហ្នឹងទៅត្រូវអនន្តរយកម្មហ្នឹងអតីតជាតិរបស់โมគលានយូរហើយអាហ្នឹងហើយក៏ធ្លាក់នរកធ្លាក់ទៅអនន្តរយកម្មហើយសម្លាប់ទាំងពុកទាំងម្ដាយយើងមើលបើខ្ញុំនឹកឃើញទឹកចិត្តម៉ែឪគេនេះដូចសំបីតែថាត្រូវស្លាប់ហ្នឹងស្រែកឲ្យកូនរត់កុំគិតម៉ែកុំគិតឪអីឪចាស់ហើយមិនអីទេហើយមើលអឺ
ម៉ែឪនិយាយពាក្យប៉ុណ្ណឹងឯនៅលើកដៃសម្លាប់រួចទៀតណាព្រោះតែការចាញ់ញុះញង់របស់ប្រពន្ធនឹង នឹកឃើញរឿងឪពុកម្ដាយអញ្ចឹងខ្ញុំដល់តែមានកូនខ្លួនឯងអញ្ចឹងទៅកាន់តែនឹកពុកនឹកម៉ែទៀតយើងមិនគួរថាពេលដែលយើងមានកូនហ្នឹងយើងថារវល់រឿងកូនយើងមិនបានគិតម៉ែឪដូចវាមិនគួរអញ្ចឹងណាពីព្រោះវាឆ្លុះបញ្ចាំងពីការដែលគាត់ចិញ្ចឹមយើងមកយ៉ាងម៉េចហ្នឹងកាន់តែច្បាស់ទៅវិញទេមែនតើទៅរវល់វារវល់ហើយប៉ុន្តែអឺការដែលយើងនៅក្មេងការដែលយើងនៅតូចនោះវាអាចថាយើងមិនចាំចឹងហើយបានយើងជាមិនសូវគិតម៉ែគិតឪហ្នឹងទុកលំបាករបស់ឪពុកម្ដាយយើងហ្នឹងយើងវាភ្លេចណាកាលនៅតូចកូនងាអីហ្នឹងយើងមិនចាំទេចឹងបានកាលនៅលោកខ្ញុំឧស្សាហ៍ឲ្យឪពុកម្ដាយខ្ញុំហ្នឹងរំលឹករឿងរបស់ខ្ញុំពីក្មេងខ្ញុំនឹងកាចឬទេអីចឹងយ៉ាងម៉េចខ្ញុំមានរឿងពីក្មេងនិយាយច្រើនក៏ដោយសារឪពុកម្ដាយរំលឹកខ្ញុំចង់ស្ដាប់ពីក្មេងហ្នឹងឯងហើយកូនចៅទាំងឡាយដូចគ្នាជាសញ្ញានៃកូនកតញ្ញូហ្នឹងគឺឧស្សាហ៍រំលឹកប្រវត្តិខ្លួនឯងពីក្មេងដែលនៅជាមួយឪពុកម្ដាយហ្នឹងប៉ុន្តែបើយើងនឹកវាមិនឃើញទេពេលយើងមានកូនយើងមើលកូនយើងគួរតែនឹកដល់ពេលម៉ែយើងមើលយើងដូចគ្នាចឹងហ្នឹងហើយកុំអាងលេសថាយើងមានកូនហើយយើងត្រូវតែមើលកូនយើងហើយទៅឡើយទៅគិតម៉ែគិតឪមិនកើតអត់ទេអត់អញ្ចឹងទេរវល់អាចពេលវេលាវារវល់មែនប៉ុន្តែអឺគឺជាពេលវេលាដែលយើងរលឹកនឹកឃើញថាការដែលយើងនៅក្មេងនៅតូចម៉ែឪយើងហ្នឹងក៏មើលថែយើងដូចគ្នាអញ្ចឹងដែរហ្នឹងហើយវាមិនមែនតែមករឿងកាមគុណអីប៉ុណ្ណឹងមែនទេទឹកចិត្តស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តដែលជាព្រហ្មវិហារហ្នឹងមានពិតប្រាកដចឹងហើយបានពុទ្ធព្រះអង្គសម្ដែងធម៌មិនច្រឡំទេណាជាកិលេសណាជាទោសអាហ្នឹងវាជាទោសក៏ប៉ុន្តែណាជាព្រហ្មវិហារអាហ្នឹងគឺជាព្រហ្មវិហារអត់មានយកមកលេឡំគ្នាបានទេបាទហើយប្រមោគលានហ្នឹងសម្រាប់ពុកម្ដាយហ្នឹងហើយក៏បានទៅនរកអវជ័យនរកហ្នឹងអស់ចន្លោះកាប់ហ្នឹងហើយអស់បាបដែលត្រូវសោយក្នុងនរកហ្នឹងកើតជាមនុស្សហ្នឹងគឺត្រូវគេសម្លាប់របៀបហ្នឹង100ជាតិតគ្នាមកមិនត្រឹមតែមកក្នុងជាតិជាប្រមោគលានហ្នឹងទេ100ជាតិមកហើយដែលមិនបានស្លាប់ដោយជំងឺបៀតបៀនទេគឺតែងតែត្រូវស្លាប់ដោយគេសម្លាប់រហូតអញ្ចឹងហើយពាក់ព័ន្ធនឹងចោលអញ្ចឹងណាពីព្រោះការដែលធ្វើកម្មហ្នឹងគឺស្រែកធ្វើជាចោលហើយសម្រាប់ឪពុកម្ដាយហើយដល់បាបកម្មវាតាមឲ្យផលមកហ្នឹងឲ្យស្លាប់របៀបដូចចោលសម្លាប់តែអញ្ចឹងហ្នឹងហើយដល់ពេលវេលាដែលលោកត្រូវបរិនិព្វានហ្នឹងលោកនៅក្នុងកុដិតូចមួយនៅឯកាលសិលាហ្នឹងភ្នំថ្មខ្មៅដែលលោកមានប្រកដីសម្រាប់នៅទីហ្នឹងហ្នឹងហើយពួកចៅ500នាក់ទៅពាត់កុដិលោកចៅ500នាក់ហ្នឹងគឺទៅសម្លាប់ដោយស៊ីឈ្នួលរបស់ពួកដេរថៃហ្នឹង500នាក់ដែរយើងហៅដេរថៃហ្នឹងគឺពួកអ្នកបួសស្រាតដែលលើដល់រាល់ថ្ងៃហៅពួកសាសនាចេនហ្នឹងឯងនាងស្គាល់សាសនាចែលហ្នឹងមនុស្សជាយល់ថាស្រាប់ទៅអស់កិលេសវាមិនស្គាល់កិលេសយើងមើលខ្ញុំនិយាយជាបជ្រាបធម៌បន្តិចនៅតាមដំណើររឿងហ្នឹង
មនុស្សជួនកាលវិនិច្ឆ័យរឿងកិលេសហ្នឹងវាវិនិច្ឆ័យអត់ត្រូវឧទាហរណ៍ថាពួកចេនហ្នឹងគេយល់ថាម៉េចបួសនៅស្លៀកអាហ្នឹងនៅមានកិលេសតលស្រាតអស់ទៅមកបើវាអស់កិលេសគេទៅយល់អញ្ចឹងអាហ្នឹងក៏បទជនយល់អញ្ចឹងតែអាចិត្តចំណែនហ្នឹងមិនកិលេសមកមើលកាលនោះគេប្រជុំគ្នាថាហេតុអីបានជាពុទ្ធហ្នឹងសមណៈគោតមហ្នឹងសម្បូរអ្នកគ្រប់គ្រងសម្បូរអ្នកបូជាសម្បូរអ្នកទៅស្ដាប់ហើយពួកយើងនឹងចេះតែសូនទៅអស់ទៅសូនទៅវាមិនសូវមានអីទៀតអញ្ចឹងបានគេជំនុំគ្នាថាមកពីនៅក្នុងសាសនាព្រះសមណៈគោតមហ្នឹងមានសាវកធំមួយប្រកែឈ្មោះមកលៀនពួកមកលៀនហ្នឹងធ្លាប់ទៅឋានទេវតានិយាយពីប្រវត្តិបុណ្យទេវតាមកប្រាប់មនុស្សហើយធ្លាប់ចុះទៅនរកទៅសួរនរកហ្នឹងធ្លាប់ធ្វើកម្មអីហើយមកនិទានប្រាប់មនុស្សចឹងមនុស្សបានដឹងដំណឹងតាមសាវកមួយហ្នឹងក៏នាំគ្នាចូលមកកាន់ពុទ្ធសាសនានឹងច្រើនចឹងដើម្បីឲ្យសាសនាមួយនឹងថមថយត្រូវកម្ចាត់បុគ្គលដែលមានឥទ្ធិពលហ្នឹងណាចឹងបានថាចុះឯងអារបៀបធัวចំណែនរបស់មនុស្សហ្នឹងណាដែលមានប្រយោជន៍ណាដែលមានគុណសម្បត្តិណាដែលជាមនុស្សល្អដោយប្រមោគលានអីចឹងឃើញទេវាជាអារម្មណ៍របស់មនុស្សចំណែនកម្ចាត់ចោលហើយវាគួបផ្សំនឹងបាបចាស់របស់លោកផងអាហ្នឹងវាមិនមែនប្រះចាកហេតុទេលោកសោយបាបចាស់ទៅពួកហ្នឹងសន្សំកម្មថ្មីទៅអញ្ចឹងទៅក៏គេរៃគ្នាទៅបានដូចជាប្រមាណ500ឬក៏5000កហបណៈខ្ញុំចាំវាមិនច្បាស់រឿងចំនួនលុយហ្នឹងហើយជួលចោល500នាក់ហ្នឹងទៅសម្លាប់ហើយទៅពាត់កត់ចិត្តទៅលោកដឹងថាមនុស្សពាត់កត់លោកចឹងទៅលោកក៏ចូលឈានចេញប្រុចតាមប្រឡោះទ្វារប្រឡោះសោទៅបាត់ទៅលើក្រោយពួកចៅនឹងទៅទៀតលោកចូលឈានទៅវាចេញតាមប្រឡោះហោជាងបាត់ទៀតទៅច្រើនដងចឹងទៅលោកក៏ពិចារណាមើលថាតើហេតុអីបានជាចៅចេះតែមកពាត់រោសម្រាប់លោកអញ្ចឹងលោកពិចារណាមើលជីវិតរបស់លោកថាអូលោកដល់ពេលអស់ជីវិតហើយវាត្រូវកម្មរបស់លោកឲ្យផលទោះកិច្ចតណាទៀតក៏កិច្ចមិនរួចដែរដល់ពេលវេលាកម្មវាត្រូវឲ្យផលឯណាហ្នឹងហើយចឹងទៅក៏លោកអត់បានរត់ទៅណាទៀតពួកចៅហ្នឹងក៏ចូលមកចាប់វាយលោកដំលោកបំបែកឆ្អឹងលោកឲ្យខ្ទេចម៉ត់ដូចដេញកណាត់ក្របអង្គអញ្ចឹងនឹងឡើងម៉ត់ផង់ទៅហើយក៏ប្រមូលសពលោកនោះបោះទៅកំពតព្រៃទៅដោយសម្គាល់ថាលោកសុគតដែរហ្នឹងតែលោកមិនតន់សុគតទេដោយអំណាចឈានរបស់លោកអធិដ្ឋានទុកវាជាភាពអស្ចារ្យរបស់អ្នកមានរិទ្ធអាហ្នឹងយើងពិបាកសម័យចេញថាវាខ្ទេចចឹងហ្នឹងដល់រស់មិនអាហ្នឹងវិស័យរបស់យើងលំបាកគិតក៏ប្រមូលធាតុហ្នឹងចូលឈានទៅជួបព្រះអង្គហ្នឹងនៅជារូបកាយទាំងមូលថ្វាយបង្គំលាព្រះអង្គបរិនិព្វានមុនព្រះសារីបុត្របរិនិព្វានមុនលោកទៀតចឹងទៅព្រះអង្គថាមនាលមកលៀនអ្នកនឹងត្រូវបរិនិព្វានពិតឬក្រាបទូលព្រះអង្គខ្ញុំព្រះអង្គនឹងបរិនិព្វានមែនហើយតើអ្នកនឹងទៅបរិនិព្វានឯណាខ្ញុំព្រះអង្គនឹងទៅបរិនិព្វាននៅកាលសិលាកន្លែងលោកគង់នៅហ្នឹងចឹង
មុននឹងអ្នកទៅអ្នកចូលសម្ដែងធម៌ប្រាប់តថាគតព្រោះសាវកល្អដូចជាអ្នកមានគុណសម្បត្តិដូចជាអ្នកតថាគតនឹងលែងបានឃើញបានឮទៀតហើយចឹងចូលអ្នកសម្ដែងធម៌ឲ្យតថាគតស្ដាប់មុននឹងទៅតែនេះព្រះអង្គនៅគោរពពធប្រមោគលានក៏ចូលឈានទៅហោះទៅឲ្យដល់អាកាសទៅក៏ចុះមកវិញក្រាបបង្គំព្រះអង្គក៏ពោលនៅគាថាដ៏ពិរោះថ្វាយព្រះអង្គរួចក៏លាព្រះអង្គទៅកាលសិលាវិញទៅក៏បរិនិព្វានទៅហើយកាលនោះប្របាទពឹមពិសាសោយទីបង្គត់ហើយបានព្រះបាទអាជាសតុនឹងឡើងសោយរាជបន្តហើយជាសតុនៅជាបឋជនណាអ្វីត្បិតតែជ្រះថ្លានៅក្នុងសាសនាមែនប៉ុន្តែនៅជាបឋជនអញ្ចឹងការសម្លាប់អីហ្នឹងមិនតាន់លះអស់ទេគោរពស្រឡាញ់ព្រះសាវកគោរពស្រឡាញ់ពុទ្ធសាសនាខឹងអាចោរណាវាមកសម្លាប់ព្រះអគ្គសាវកហ្នឹងអញ្ចឹងក៏ចាត់រាជបរោះដើម្បីឲ្យស៊ើបមើលទៅស៊ើបទៅពួកនោះគេបានលុយរង្វាន់របស់គេក៏ទៅផឹកទៅម្នាក់ផ្ទះចំខ្នងទៅដួលទៅលើដីហ្នឹងហើយនោះងើបមកវិញណាអាចោឯងមិនក៏ផ្ទះអញម្នាក់ទៀតក៏ថាឯងដឹងឯអាណាអ្នកវ័យមកកលៀនមុនគេអញហ្នឹងហើយចេះចោះទៅចរចាគ្នាឆ្លោះគ្នាយកគុណសម្បត្តិណាអ្នកស្លាប់អីចឹងណាអ្នកវ័យមុនគេអីចឹងអ្នកហ៊ានចូលវ័យមុនគេរាជបរោះឮចឹងទៅក៏ចាប់យកទៅសួរចម្លើយទៅក៏បានដឹងថាស៊ីឈ្នួលរបស់ពួកអ្នកបួសស្រាតសួរថាណាអ្នកបជាថាអ្នកបួសស្រាតពួកដេរថៃហ្នឹងណាហ្នឹងហើយទៅចឹងទៅបរិជាឲ្យរាជបរោះចាប់យកទាំងចោល500នាក់ហ្នឹងហើយនឹងពួកអ្នកបួសស្រាត500នាក់ហ្នឹងយកទៅដាក់ទោសទៅជីកដីកប់ត្រឹមចកេះហើយឲ្យយកចំបើងគ្របពីលើដុតទាំងរស់ដាច់ហ្នឹងក៏បាបបន្ថែមទៀតចឹងទៅហើយរួចហើយមិនតន់ស្លាប់អស់ឲ្យគេភ្ជួររស់លើដាច់ខ្ទេចខ្ទីអស់ហើយទាំង1000នាក់ហ្នឹងទៅនរកអស់ទៅអនន្តរិយកម្មទាំងអស់សម្រាប់ព្រះរហន្តមួយអង្គមែនប៉ុន្តែចោល500ហើយនឹងអ្នកបួសស្រាត500នាក់ហ្នឹងអនន្តរិយកម្មទាំងអស់ធ្លាក់ទៅបច្ច័យនរកទាំងអស់ហ្នឹងរីឯប្រមោគលានលោកក៏បរិនិព្វានចប់សេចក្តីទុក្ខក្នុងសង្សារវដ្តចំណែកកាលក្រោយមកហ្នឹងពួកភិក្ខុក៏ប្រជុំគ្នាពីការដែលស្លាប់របស់ប្រមោគលានហ្នឹងដូចជាមិនគួរសោះបើនិយាយពីរិទ្ធនៅក្នុងសាសនានេះក្រៅតែពីព្រះបរមគ្រូមួយចេញមានអ្នកណាដែលមានរិទ្ធដូចលោកម្ចាស់មោគលានតែទីបំផុតលោកបែរជាមកស្លាប់ដោយសារចោលកត្រឹកកត្រៃអញ្ចឹងដូចជាមិនសមសោះឃើញទេអានឹងវិស័យមនុស្សធម្មតាជាគិតអញ្ចឹងមិនសមបានព្រះរាមាភិបព្រះអង្គនិមន្តមកយាងមកសួរមនាលភិក្ខុទាំងឡាយកថាដោយម្ដេចដែលអ្នកទាំងឡាយនិយាយមិនតាន់ចប់ហើយតថាគតក៏មកដល់បានរាយរាប់ប្រាប់ព្រះអង្គពីរឿងការអស់បជនរបស់ព្រះមហាមោគលានចឹងទៅព្
ព្រះនាមាវិភាកព្រះអង្គថាមនាលភិក្ខុទាំងឡាយពិតហើយការដែលស្លាប់អស់បជនអស់ជីវិតរបស់សាវកតថាគតនេះមើលទៅមិនសមគួរសម្រាប់ពេលបច្ចុប្បន្នក៏ប៉ុន្តែសមហើយសម្រាប់កម្មរបស់លោកកាលពីអតីតអញ្ចឹងណាអញ្ចឹងទៅបានព្រះអង្គទ្រង់លើកនិទានមិញហ្នឹងបុត្រតថាគតហ្នឹងធ្លាប់ធ្វើកម្មគឺសម្រាប់មេដាបិតាដោយការអុចអាលរបស់ភរិយាហ្នឹងហើយក៏បានធ្លាក់ទៅនរកហ្នឹងអស់សែននៃសង្ខ័យឆ្នាំហើយសេះសល់ផលកម្មមកហ្នឹងកើតជាមនុស្សហ្នឹងត្រូវគេសម្លាប់របៀបហ្នឹងអស់រយនៃជាតិហើយអញ្ចឹងណាអញ្ចឹងទីមួយខ្ញុំចង់រំលេចកន្លែងហ្នឹងបន្តិចបងប្អូនពុទ្ធសាសនិកទាំងឡាយព្រះបរមគ្រូជាសាស្តានៃយើងព្រះអង្គមិនបានកុហកលាក់លៀមបញ្ឆោតឬក៏លើកទឹកចិត្តតាមរយៈការកុហកបច្ចោចបចើអីដើម្បីឲ្យតែយើងគោរពបូជាព្រះអង្គឬក៏បូជាពុទ្ធសាសនានេះទេដូចជាសាវករបស់ព្រះអង្គនេះជាកម្ពូលលើភិក្ខុទាំងឡាយផ្នែករិទ្ធប៉ុន្តែទីបំផុតអស់បជនរបៀបណាក៏ព្រះអង្គបង្ហាញមិនលាក់លៀមទេតែជាការបញ្ជាក់ថារិទ្ធនឹងវាមានដោយពិតក៏ដោយក៏ប៉ុន្តែបើកម្មត្រូវឲ្យផលហើយក៏វានៅតែតាមអំណាចកម្មដដែលអញ្ចឹងយើងដូចជាមិនចាំបាច់ចំណាយពេលទៅរស់រិទ្ធអីមកការពារទេអ្វីដែលជាគ្រឿងការពារដ៏ល្អបំផុតព្រះអង្គមិនហៅថារិទ្ធទេគ្រឿងក្រោះគ្រឿងការពារគឺសិលគ្រឿងក្រោះគ្រឿងការពារដ៏ល្អបំផុតគឺកុសលធម៌នៅក្នុងចិត្តនោះទេពីព្រោះកុសលធម៌នឹងវាបង្កើតនៅវិបាកជាសុខឃើញទេវិបាកជាសុខនឹងឯងដូចជាគ្រឿងក្រោះសម្រាប់ការពារក៏ប៉ុន្តែអកុសលធម៌ទាំងឡាយគឺជាគ្រឿងគ្រោះនៅពេលដែលគ្រោះនោះកើតឡើងហើយមិនមានអ្វីមករារាំងបានទេនឹងចឹងហើយបានជាខ្ញុំការដែលជីតាខ្ញុំធ្លាប់មានមុនអាគមគាថាបកែដែលគាត់បានពីសំណាក់ធัวអីចឹងមកគាត់បានបកលកូនសភើនឹងឲ្យមកលោកឪពុករបស់ខ្ញុំហើយលោកឪពុករបស់ខ្ញុំក៏ឲ្យមកខ្ញុំអត់រៀនទេមានបល័យដើរមិនហត់មានបល័យណានៃច្រើនណាតែខ្ញុំពិចារណាឃើញទៅដល់សង្កតធម៌ខ្ញុំថាខាតពេលទៅរៀនអានឹងនាំតែខ្ញុំប្រមាទលោតែរៀនទៅប្រកែងចេះប្រកែងចុះចង់យកទៅសាកចេះចង់យកទៅសាកចុះកោតតបាបខ្ញុំអត់រៀនព្រោះគាត់អ្នកប្រកែនឹងស្លាប់អស់ទៅហើយនឹងឯងមិនដឹងយកប្រកែនឹងយកទៅធ្វើស្អីប្រកែបំផុតហ្នឹងគឺប្រកែក្នុងការហាម5កាយវិចារចិត្តរបស់យើងកុំឲ្យទៅបៀតបៀនអ្នកដទៃអាហ្នឹងល្អបំផុតណាប្រកែសម្រាប់ទៅបៀតបៀនអ្នកដទៃទេមិនបាច់ប្រកែក៏បានដែរបាទហើយអាហ្នឹងមកបែកទៅហើយបានព្រះអង្គត្រាស់ចំពោះភិក្ខុទាំងឡាយដល់ភិក្ខុទាំងឡាយនៅក្នុងទីនោះថានេះជាកម្មរបស់កូនតថាគតគឺប្រមោគលានហ្នឹងចំណែកឯបុគ្គលទាំងឡាយដែលបានមកបៀតបៀនកូនតថាគតនេះក៏ពួកគេទទួលនៅកម្មតណ្ហន់ដែរអញ្ចឹងដែលត្រូវបរិជាសម្លាប់វិជាឲ្យសម្លាប់ហ្នឹងពុទ្ធក៏ហាមបានអំណាចកម្មហ្នឹងពុទ្ធក៏ហាមបាន
វាជាទិដ្ឋធម្មវេទនីយកម្មពីព្រោះសម្រាប់កំពូលមនុស្សកំពូលនេះមានគុណធម៌ចុះតែពីពុទ្ធមកណាដល់ចឹងទៅកម្មដែលធ្វើចំពោះមនុស្សដែលមានគុណធម៌ខ្ពស់ហ្នឹងវាមានពីរផ្នែកដែរផ្នែកកុសលហើយនិងផ្នែកអកុសលផ្នែកកុសលវាបាននៅទិដ្ឋធម្មវេទនីយកម្មដូចជាខ្លាយជាសិទ្ធិអីបច្ចុប្បន្នហ្នឹងអញ្ចឹងទៅដូចជាអ្នកដាក់បាតដល់ព្រះអរហន្តដែលទៅតែចេញពីនិរោធសមាបត្តិអីចឹងមកដល់កើតចិត្តបាបមកព្រះអរហន្តដែលគឺគួរបូជាមិនព្រមទៅជ្រះថ្លាថ្វាយអង្គមបូជាអីទេវាទៅជាសម្លាប់ដោយសារតែប្រាក់ប្រមាណនោះទៅឃើញទេចឹងទៅក៏វាដល់នៅទិដ្ឋធម្មវេទនីយកម្មអញ្ចឹងកម្មដែលពួកអ្នកសម្លាប់លោកហ្នឹងឲ្យផលតាមលំដាប់អត់មានកម្មណាជាអហោសិកម្មមួយទេទិដ្ឋធម្មវេទនីយកម្មត្រូវគេយកទៅធ្វើទោសទាំងដែលនៅមានជីវិតរស់នៅហ្នឹងហើយចុតិពីហ្នឹងទៅឧបបច្ចវេទនីយកម្មឲ្យកើតក្នុងនរកបដ ாய் អត់មានកម្មណាអហោសិកម្មមួយទេហ្នឹងហើយរួចទៅបានព្រះអង្គសម្ដែងគាថាមួយគាថាហ្នឹងខ្ញុំចង់ឲ្យបងប្អូនយើងចេះខ្ញុំ short screen ដាក់នៅលើនេះដល់បង្ហាញកើតអត់នេះគាថានេះបាទគាថាហ្នឹងពីរោះខ្ញុំអានទៅយោតនដេនអតនដេសអបតុថេសទុសតេតសन्नមញ្ញតារង្ថានំខបមេវនិកេចតេវេតនំផរសង្ជានឹងសរីរសេវៈសេរៈខ្ញុំអានត្រូវសរីរសៈវៈភេតនំករុកੰវាបិអាពាធាំងចិត្តខេបាំងវបាពនេរាជតោវាឧបសក្គាំងអភខានំវេរណំបរិក្ខយ៉ាងវញ្ញាតៃនំភោគានំវពភង្គុនំអថវសៈអគិរានិអកិដហតិបាវកោកាយសភេទាតុបញ្ញោនិរិយ៉ាងសោឧបបច្ចតេប្រែមួយខ្ញុំប្រែឲ្យមានបិចមានសភៅកត់ទុកក៏បានពោះវីដេអូហ្នឹងខ្ញុំមិនលុបចោលទេហើយទុកនៅនឹងបងប្អូនអាច review ឡើងវិញហើយសរសេរទុកឬក៏ចូលទៅមើលបេដកផ្ទាល់តែម្ដងបេដកលេខ52ទំព័រ51បាទមានទាំងប្រែមានទាំងអីនោះហ្នឹងហើយបើគ្រាន់តែក្នុងបេដកมันមានប្រវត្តិរឿងរ៉ាវដូចនិយាយមិញទេប្រវត្តិរឿងរ៉ាវនិយាយមិញនៅក្នុងអត្ថកថាបាទចឹងយោតនដេសោយោតនដេនេអតនដេសោអបតុថេសោទុសតេមកប្រយោគហ្នឹងប្រែថាបុគ្គលណាប្រទុះដោយអាជ្ញាទុសតេហ្នឹងប្រែថាប្រទុះតនដេអ្នកហ្នឹងដោយអាជ្ញាតនដៈប្រែដំបងនៅកន្លែងនេះប្រែថាដោយអាជ្ញាចំពោះបុគ្គលដែលមិនមានអាជ្ញាអតនដេសោហ្នឹងគឺចំពោះបុគ្គលដែលមិនមានអាជ្ញាមិនប្រទុះអបតុថេសោមិនប្រទុះមានន័យថាម៉េចយោបុគ្គលណាហ្នឹងឬអ្នកណាដែលប្រទុះចំពោះប្រទុះដោយអាជ្ញាចំពោះបុគ្គលដែលអត់អាជ្ញាហើយមិនប្រទុះតបវិញនិយាយឲ្យស្រួលតាមសេចក្តីខ្មែរយ៉ាងមានន័យថាបុគ្គលណាដែលបៀតបៀនដែលប្រទុះចំពោះអ្នកដែលមិនប្រទុះតបហ្នឹងអតនដេសៈហ្នឹងគឺក្នុងបុគ្គលដែលអត់មានអាជ្ញាទេបុគ្គលហ្នឹងអត់មានអាជ្ញាទេ
ចឹងអតន្តដេសៈក្នុងទីនេះបុគ្គលដែលអត់អាជ្ញាហ្នឹងគឺសំដៅដល់បក្ខីណាស្របទាំងឡាយបក្ខីណាស្របទាំងឡាយគឺជាបុគ្គលដែលវាចាអាជ្ញាដោយផ្លូវកាយផ្លូវវាចាហ្នឹងมันមានអាជ្ញាទេធ្វើបិទថាលោកមានរិទ្ធមានអីចឹងតែលោកអត់មានប្រើអំណាចប្រើអាជ្ញាហ្នឹងទៅធ្វើបាបគេទេចឹងបើបុគ្គលណាទៅបៀតបៀនទៅបន្ទោសចំពោះបុគ្គលដែលអត់អាជ្ញាបុគ្គលដែលមិនដែលបន្ទោសតបវិញដោយអាជ្ញាអញ្ចឹងណាទោសខ្លាំងណាស់បងប្អូនកុំច្រឡំថាយើងបៀតបៀនលោកទៅលោកអត់មានអំណាចអាជ្ញាអីតវិញអញឈ្នះហើយអីចឹងអត់ទេទោសខ្លាំងព្រះអង្គសម្ដែងថានេះតសនមញ្ញតរង្ថានំខបមេវៈនិកាចតិប្រែថារមែងដល់នៅហេតុនៃសេចក្តីទុក្ខណាមួយក្នុងហេតុ10យ៉ាងដោយតន់ហន់ហ្នឹងហើយចឹងនឹងប្រែគាថាមួយខាងលើពីបន្ទាត់ហ្នឹងប្រែម្ដងទៀតថាបុគ្គលណាប្រទុះដោយអាជ្ញាចំពោះបុគ្គលទាំងឡាយដែលមិនមានអាជ្ញាមិនប្រទុះបុគ្គលនោះរមែងដល់នៅហេតុនៃសេចក្តីទុក្ខណាមួយក្នុងហេតុ10យ៉ាងដោយតន់ហន់អាហ្នឹងដែលវាចូលមកប្រធានបទដែលខ្ញុំដាក់ថាការបៀតបៀនអ្នកដទៃហ្នឹងដូចជាការបៀតបៀនខ្លួនឯងពីព្រោះអីការបៀតបៀនអ្នកដទៃហ្នឹងវាចេញពីអកុសលចិត្តវាកើតពីចិត្តបាបហើយបើយើងបៀតបៀនចំពោះបុគ្គលដែលមានគុណធម៌ខ្ពស់ទៅទៀតទោសនៃការបៀតបៀនហ្នឹងវាមកធ្លាក់មកលើខ្លួនឯងវិញអញ្ចឹងហើយបានថាបៀតបៀនអ្នកដទៃហ្នឹងដូចបៀតបៀនខ្លួនឯងឥឡូវយើងមើលដូចពួកចៅពួកអីហ្នឹងនិក្រន់អីហ្នឹងតិរដ្ឋ័យហ្នឹងដែលបៀតបៀនព្រះមោគលានហ្នឹងគ្រាន់តែដើម្បីលៀបសការៈតែបន្តិចមើលទោសដែលត្រូវទទួលខ្លាំងត្រូវគេយកទៅព្យួរទាំងរស់ឃើញទេអញ្ចឹង10យ៉ាងហ្នឹងអីខ្លះតោះ10យ៉ាងទី1គឺវេទនាងភរសੰងជានឹងវេទនាងភរសੰងជានឹងហ្នឹងគឺប្រែថាដល់នៅវេទនាដ៏អាក្រក់ហ្នឹងទី1ហ្នឹងដល់នៅវេទនាដ៏អាក្រក់វេទនាដ៏អាក្រក់ក្នុងទីនេះគឺសំដៅដល់ការកើតរោគអាចធ្លាក់ខ្លួនឈឺអត្តកថាលោកបញ្យល់ថាវេទនាដោយរោគដូចជារោគក្នុងក្បាលអីជាដើមហ្នឹងអ្នកបៀតបៀនគេទោស10យ៉ាងហើយទី2សរីរសៈភេទនាងសរីរសៈភេទនាងប្រែថាអឺដល់នៅការបែកធ្លាយសរីរៈបែកធ្លាយសរីរៈហ្នឹងគឺចង់និយាយថាដូចជាការមុតការដាច់ការលបួសអីជាដើមហ្នឹងដូចជាចោលដែលគេចាប់ទៅឃើញគេព្យួរគេរស់អីចឹងត្រូវបែកធ្លាយសរីរៈហ្នឹងបាទហើយមួយទៀតករុកាំងវាបិអាពាធាំងចឹងនឹងអាចអាពាធធ្ងន់ឈឺធ្ងន់កើតជំងឺតម្កាត់ធ្ងន់ណាឈឺធ្ងន់មើលមិនជាអីចឹងហ្នឹងហើយបាទ
កន្លែងសរីរស័ក្តិភេទតំណាងហ្នឹងមិនត្រឹមតែគេព្យួរគេរស់ទេបើយើងបច្ចុប្បន្នហ្នឹងវាត្រូវគេកាត់ដៃគេកាត់ជើងអីចឹងទៅចាក់ធ្លាយពោះអីចឹងទៅហើយករុកាំងវាបិអាពាធាំងនេះគឺនឹងមានជំងឺធ្ងន់បាទអាពាធជាទម្ងន់ហើយដល់ទៅអចិត្តតខេបាំងវបាបនេប្រែថានឹងដល់នៅការក្រឡកចិត្តហ្នឹងក្រឡកចិត្តក្នុងទីនេះអាចឈួតណាមនុស្សរសារនៅអាភាពបៀតបៀនគេខ្លាំងយូរទៅអាចឈួតចិត្តនឹងមិនសមស្អប់សមស្អប់សមការព្យាបាទហ្នឹងហើយវាព្យាបាទចំអ្នកមានគុណធម៌ទៀតអាចឈួតចិត្តតខេបាំងវបាបនេខ្ញុំគិតមើលទៅមិនបានបើបៀតបៀនមនុស្សសាមញ្ញធម្មតាដូចវាមិនធ្ងន់ធ្ងរដល់ប៉ុណ្្នឹងឯងប៉ុន្តែបើបៀតបៀនចំពោះអ្នកមានគុណធម៌អ្នកដែលអត់មានអាជ្ញាហ្នឹងអាចឈួតដល់យើងគិតពីការសន្សំវាអាចអញ្ចឹងទី1មកពីគុណធម៌របស់លោកហ្នឹងទី2ដោយសារលោកមិនមានការតបតមកវាក្តៅតែម្នាក់ឯងហើយរកនឹកទៅរកល្បិចធ្វើម៉េចឲ្យគេបានពិបាកតទៅទៀតបើសិនជាបៀតបៀនមនុស្សដែលឆេវឆាវដូចគ្នាតទៅតមកវាមិនងាយឈួតទេវាជានឹករកបាយឃើញទៀតណាដល់ទៅពេលបៀតបៀនមនុស្សអត់មានអាជ្ញាតនេះឈួតតែម្នាក់ឯងមិនដឹងគេគិតល្មែកធ្វើម៉េចឲ្យវាក្តៅធ្វើម៉េចឲ្យវាពិបាកគេអត់តណាវាកាន់តែពិបាកផ្អើលខ្លួនឯងតែបើបានគេតអាហ្នឹងជាស្ទាបត្រូវអានេះវាកម្រិតនៅប៉ុណ្ណេះដល់ពេលគេអត់តស្មានគេវាមិនត្រូវអញ្ចឹងពិបាកតែម្នាក់ឯងឈួតហើយមួយទៀតរាជតោវាឧបសក្គាំងគឺអាចត្រូវស្ដេចនឹងរឹបជន់រឹបអូសអានឹងទោសម្យ៉ាងទៀតហើយមួយទៀតអភក្ខាណੰវទារណੰពាក្យពោលបង្កាច់តអាក្រក់ត្រូវគេលៀបពណ៌ត្រូវគេមូលបង្កាច់ចឹងណាសម័យបច្ចុប្បន្នយើងហៅថាលៀបពណ៌ឬក៏មូលបង្កាច់ត្រូវគេមូលបង្កាច់ហ្នឹងហើយដូចមានរឿងមានរាវមានការក្តីក្តាំគ្នាអីចឹងទៅឬក៏ត្រូវគេចោទប្រកាន់មិនបានធ្វើអីខុសប៉ុន្តែត្រូវគេចោទប្រកាន់អីចឹងទៅអាហ្នឹងបាបកម្មហ្នឹងវាត្រូវឲ្យចឹងហ្នឹងហើយមួយទៀតបរិក្ខយ៉ាងវញ្ញាតៃណាំងគឺអស់ញាតហ្នឹងអស់ញាតហ្នឹងក្នុងន័យថាញាតហ្នឹងក៏លែងរាប់អានដែរពេលបាបឲ្យផលបុណ្យដាក់អរិយជន់ហ្នឹងគឺទៅបីតញាតហ្នឹងក៏លែងរាប់អានដែរវាអស់ញាតអស់មានន័យពីរមានអឺការវិនិច្ឆ័យញាតហ្នឹងឬក៏ញាតដែលអាចពឹងពាក់បានហ្នឹងលែងមានញាតនឹងមានប៉ុន្តែញាតដែលអាចពឹងពាក់បានលែងមានហៅថាបរិក្ខយ៉ាងវិញ្ញាតៃណាំងចឹងពេលបាបឲ្យផលអញ្ចឹងញាតវានៅតែមានប៉ុន្តែគាត់ថាញាតដែលអាចពឹងពាក់បាននឹងលែងមានវាគ្រោះធំទៅគឺខ្លាចអលាកដល់គេទៅហើយមួយទៀតភោគៀនណាំងវៈបភង្គុណាំងចឹងពុកផុយទ្រព្យសម្បត្តិរបស់របរដែលយើងទុកនឹងអាចពុកខូចមួយទៀតអថវសៈអគារានិទាំងភ្លើងហ្នឹងក៏អាចឆេះបំផ្លាញផ្ទះហ្នឹងគេរិនិអកិដហតិបាវកោ
ហើយចុងក្រោយកាយសៈភេទាទុបញ្ញោនិរិយ៉ាងសោឧបបច្ចតិណាចុងក្រោយបែកធ្លៀងរាយកាយទៅកាន់នរកចឹងទោស10យ៉ាងហ្នឹងគួរឲ្យខ្លាចបាទហ្នឹងហើយកុំបំពេញនៅការញៀនញ៉ាមនៃកំហឹងនៅក្នុងចិត្តរបស់យើងហើយកពូននៅធាតស្អប់ធាតប្រមាទនៅក្នុងចិត្តណាបងប្អូនពីព្រោះអាហ្នឹងវាកើតឡើងតិចមកអញ្ចឹងហ្នឹងហើយអញ្ចឹងកម្មនឹងអ្នកតាំងមេត្តាអ្នកតាំងបិតាអ្នកតាំងអមច្ចាមិនមាននរណាធ្វើឲ្យទេគឺខ្លួនឯងហ្នឹងហើយគាថាហ្នឹងខ្ញុំធ្លាប់ចាំពីសាមណេរមកវាភ្លេចអស់ទៅសូត្រវាមិនចប់នឹងឥឡូវយកមកចែកបងប្អូនដើម្បីចាំខ្លួនឯងដែរហ្នឹងហើយអញ្ចឹងខ្ញុំរំលឹកសារឡើងវិញថាបុគ្គលណាបន្ទុះបៀតបៀនចំពោះអ្នកដែលមិនមានអាជ្ញាអ្នកដែលមានគុណធម៌ខ្ពស់ហ្នឹងអាចទទួលនៅទុក10យ៉ាងតនហន់ខັບប្រមេវៈហ្នឹងមានតែថាតនហន់តែម្ដងទី1គឺដល់នៅវេទនាអាក្រក់គឺការកើតរោគផ្សេងឈឺភ្លាមទី2វិនាសទ្រព្យទី3បែកធ្លាយសរីរៈដោយការកាត់ដៃកាត់ជើងជាដើមម្យ៉ាងទៀតអាពាធធ្ងន់ម្យ៉ាងទៀតអាចក្រឡកចិត្តឈួតត្រូវអំណាចស្ដេចរឹបអូសទទួលបាននៅពាក្យមូលបង្កាច់ញាតជាទីពឹងពាក់នឹងអាចអស់រលីងសូម្បីតែទ្របនឹងក៏អាចពុកផុយខូចហើយឬក៏ត្រូវវិនិច្ឆ័យដោយភ្លើងឆេះផ្ទះចុងក្រោយបុគ្គលមិនមានប្រាជ្ញានោះឯងលុះបែកធ្លាយរាងកាយទៅកើតក្នុងនរកហ្នឹងហើយអញ្ចឹងយើងគិតមើលយើងបៀតបៀនថាយើងឲ្យទុកដល់គេប៉ុន្តែហេតុអីបានវាត្រូវរួងទទួលនៅទុកបែបហ្នឹងដូចខ្ញុំលើកតាំងពីខាងដើមមកអញ្ចឹងថាពីព្រោះនៅពេលដែលអាចឲ្យទុកអ្នកដទៃបានពូជទុកហ្នឹងវានៅក្នុងខ្លួនស្រេចទៅហើយបានវាជះសេចក្តីទុកដល់អ្នកដទៃហ្នឹងហើយដល់ពេលយើងឲ្យអ្នកដទៃហើយវាផលិតវាសន្សំនៅក្នុងចិត្តឯនេះទៅវាឲ្យវិបាកតាំងពីទិដ្ឋធម្មវេទនីយកម្មរហូតដល់អនាគតហ្នឹងហើយមែនតែនទៅដើម្បីតែមករស់ដើម្បីតែមកកាពះដើម្បីតែបាយ3ពេលហ្នឹងវាមិនសមណាឲ្យការរស់របស់យើងចាញ់គោបងប្អូនចាញ់គោចាញ់ចលែនចាញ់ដង្កូវវាដូចជាស៊ីតែស្លឹកឈើស្លឹកព្រៃអញ្ចឹងទៅវាមិនបានទៅបៀតបៀនសត្វដទៃជាអាវុធទេបើនិយាយពីរូបរាងកាយរបស់វាជាសត្វដេរិឆានទេប៉ុន្តែបើយើងនិយាយពីកម្រិតនៃតម្លៃបើយើងបៀតបៀនអ្នកដទៃឲ្យឈឺចាប់អន់ជាងតកៅណាតកៅស៊ីសាកសពអីហ្នឹងវាមិនដែលទៅស៊ីរបស់ណាឲ្យស្លាប់ទេតើសាកសពស្អុយរលួយបើវាស៊ីណាតង្កូវក្នុងប្រគួនវាស៊ីតែលមួកហ្នឹងវាមានបានទៅស៊ីឲ្យស្លាប់សัตว์ណាអត់ទេវាមិនបានទៅស៊ីលមួកក្នុងប្រគួនឲ្យយើងដេកមលក់អីណាដែលមកប្រឈឺយើងទេប៉ុន្តែយើងមានមាត់មានមនុស្សធ្វើឲ្យអ្នកដតីឈឺចាប់ហ្នឹងគិតពីតម្លៃអន់ជាងតកៅក្នុងប្រគួនទេណារូបរាងខាងក្រៅវាអន់ជាងយើងតែធាតុវាខាងក្នុងមិនអន់ជាងយើងទេបើសិនបើយើងជាអ្នកបៀតបៀនសត្វដទៃនេះខ្ញុំនិយាយតែរឿងអកុសលធម៌ទេក៏ប៉ុន្តែបើសិនបើភាពជាមនុស្សនេះយើងសិក្សាត្រូវក្រៅពីការចិញ្ចឹមជីវិតខ្លួនឯងដោយធម៌ហើយអាចរស់ជាប្រយោជន៍ដល់អ្នកដទៃបានទៀតតកៅនោះក៏មកប្រៀបអាក្រក់ទាំងរូបអាក្រក់ទាំងចំណីអាក្រក់ទាំងមិនអាចចម្រើនកុសលបានមនុស្សនេះប្រសើរណាស់វាមានអប្រសើរណាស់ចឹងដែរណាហ្នឹងហើយអញ្ចឹងបានការប្រៀបធៀបនៅក្នុង
ចម្ពោះទ្វីបហើយនឹងឧត្តរករទ្វីបនឹងឋានតាវតឹងហ្នឹងមនុស្សមានភាពអស្ចារ្យ3យ៉ាងគឺទី1ហៅថាសូរភាវៈមានភាពឃ្លាវខ្លាក្នុងការបំពេញកុសលផ្សេងហើយនឹងអឺសតិមានស្មារតីនឹងល្អហើយនឹងមានព្រហ្មចរិយៈគឺការប្រព្រឹត្តព្រហ្មចរិយៈលះបង់ក៏បានល្អរហូតដល់ចេញបួសអីចឹងទៅដែលការបួសជាដើមហ្នឹងมันមាននៅក្នុងឧត្តរករទ្វីបឬក៏ក្នុងតាវតឹងទេនឹងចឹងនេះជាធម្មទានដែលខ្ញុំកាលណាខ្ញុំចែករំលែកក្នុងពេលនេះត្រូវព្យាយាមមើលឲ្យឃើញថាតម្លៃរបស់មនុស្សពិតប្រាកដនេះដែលប្រៀបធៀបនឹងឧត្តរករទ្វីបហើយនឹងតាវតឹងដែលប្រសើរជាងនឹងមិនបានយកអកុសលធម៌ទៅអួតទេគឺយកតែកុសលធម៌ទៅប្រៀបទី1គឺសូរភាវៈឃ្លាវខ្លានៅក្នុងកុសលធម៌ផ្សេងមិនមែនឃ្លាវខ្លាក្នុងការសម្លាប់គ្នាឃ្លាវខ្លានៅក្នុងការបៀតបៀនគេមិនយកទៅអួតទេអានោះដែលជាគុណសម្បត្តិរបស់មនុស្សចម្ពោះទ្វីបនេះគឺសូរភាវៈនេះគឺឃ្លាវខ្លាក្នុងការបំពេញកុសលធម៌ផ្សេងមានទានជាដើមហើយនឹងមានសតិស្មារតីល្អហើយនឹងការប្រព្រឹត្តព្រហ្មចរិយធម៌នឹងល្អឃើញទេអញ្ចឹងជាតម្លៃនៃមនុស្សនឹងហ្នឹងហើយអញ្ចឹងបើចង់បានតម្លៃនោះណាឲ្យស្គាល់តម្លៃពិតប្រាកដផងតម្លៃហ្នឹងមិនមែនគេឈ្មោះវាមិនមែនតួនាទីវាមិនមែនតំណែងវាមិនមែនលុយកាក់ស្អីទេតម្លៃពិតរបស់មនុស្សដែលពុទ្ធសាសនាហ្នឹងគឺកុសលធម៌ទេហ្នឹងហើយរបស់ខាងក្រៅគ្រាន់តែជាអានិសង្សរបស់វាត្រូវប្រើប្រាស់ប៉ុន្តែតួរស់ដោយមានប្រយោជន៍ហ្នឹងគឺថាត្រង់ដែលមានសតិមានស្មារតីរស់មិនបៀតបៀនអ្នកដទៃអីជាដើមហ្នឹងមិនត្រឹមតែមិនបៀតបៀនទេបានជាប្រយោជន៍ដល់អ្នកដទៃទៀតនឹងទៅជាតម្លៃពិតប្រាកដរបស់មនុស្សហ្នឹងចឹងសម្រាប់ពេលនេះខ្ញុំកណាខ្ញុំសូមបញ្ចប់ធម្មកថានារាត្រីនេះប៉ុណ្ណេះសូមនមស្ការលានិងជម្រាបលា